បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើមេជីបាទមេជីហើយមេជីហ្នឹងយើងក៏អាចយកទៅបាញ់លើដំណាំផងដែរបាទដំបូងឡើយយើងត្រូវមានដើមចេកបាទត្រូវមានដើមចេកអាហ្នឹងវត្ថុធាតុយើងត្រូវយកមកធ្វើបាទដើមចេកចំនួន2ដើមមកដែលយើងកាត់យកទៅគល់ចឹងមកហើយ2ដើមយើងយកទៅតូចល្មមមកយើងអាចប៉ាន់ប្រមាណថាអាចវាបាន6ទៅ7គីឡូណាបាទ7គីឡូមួយទៀតមេតាបែបាទមេតាបែសម្រាប់យើងធ្វើតប៉ែបាទតែយើងយកចំនួនតែ2គ្រាប់ទេបាទហើយវត្ថុធាតុសំខាន់មួយទៀតគឺស្ករបាទស្ករល្ងហើយបើបងប្អូនអត់មានស្ករល្ងទេបងប្អូនអាចប្រើស្ករក្រហមស្ករត្នោតយើងជំនួសបានបាទក៏គ្រាន់តែថាបើស្ករល្ងកន្លះលីត្របងប្អូនប្រើស្ករត្នោតត្រូវប្រើ1លីត្របាទ1លីត្របាទអញ្ចឹងវាមានចំនួនច្រើនជាងលើសជាងបាទហើយរបៀបធ្វើបាទងាយទេបងប្អូនដោយយើងកច្រាំដើមចេកនេះឲ្យម៉ត់បាទយើងកច្រាំដើមចេកនេះឲ្យម៉ត់ហើយយើងថ្លឹងគីឡូឲ្យហើយទៅយើងប៉ាន់តែ5 6 7គីឡូទៅឬក៏ក្រោម10គីឡូតិចតួចអីបានបើបងប្អូនត្រូវការច្រើនណាបាទហើយឥឡូវនេះខ្ញុំនឹងកច្រាំដើមចេកនេះដោយបើខ្ញុំថតទៅវាយូរបាទចាំខ្ញុំកច្រាំហើយចាំខ្ញុំបង្ហាញបន្តទៀតបាទបងប្អូនយើងហាន់អញ្ចឹងមកបាទយើងហាន់ធ្វើម៉េចហាន់វាឲ្យល្អទៅបងប្អូនហាន់ហើយយើងកច្រាំវាបាទយើងហាន់ហើយយើងកច្រាំវាឲ្យម៉ត់ណាដើម្បីយើងងាយស្រួលទៅក្នុងការច្បាច់យកទឹកនៅពេលក្រោយទៀតបាទហាន់អញ្ចឹងមកកច្រាំវាម៉ត់អញ្ចឹងមកបាទកាន់តែម៉ត់កាន់តែល្អបងប្អូនអានេះខ្ញុំថ្លឹងហើយប៉ុនខ្ញុំបាន5 6គីឡូបងប្អូនបាទ5 6គីឡូខ្ញុំមានតម្រូវការតែប៉ុណ្្នឹងបាទបងប្អូនមានតម្រូវការច្រើនអាចធ្វើច្រើនជាងនឹងទៀតបានបាទដាក់ច្រើនជាងនឹងឥឡូវចេះខ្ញុំបង្ហាញឲ្យច្បាស់សម្រាប់ដើមចេក5គីឡូបាទរូបមន្តដើមចេក5គីឡូមេតាបែ2គ្រាប់ស្ករល្ងកន្លះលីត្របាទនេះជាមេជារូបមន្តជាវត្ថុធាតុដែលយើងត្រូវយកមកប្រើបាទបើបងប្អូនត្រូវការប្រើច្រើនបងប្អូនអាចដាក់ដើមចេក10គីឡូស្ករល្ង1គីឡូ1លីត្រឬមេតាប៉ែ4គ្រាប់អញ្ចឹងទៅបាទចាំវាម៉ត់អញ្ចឹងមកបាទរួចរាល់ហើយបងប្អូនឥឡូវនេះមេតាបែផងយើងត្រូវការដំបាទដំវាឲ្យម៉ត់មេតាបែផងយើងដំវាម៉ត់ផងបាទដំចំនួនតែ2គ្រាប់បានហើយដំវាម៉ត់បែបហ្នឹងមកបាទម៉ត់លោហើយយើងកើបអាលបាយផងយើងនេះដាក់ចូលក្នុងធុងបាទហើយចាំខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់ហើយនឹងអត្ថប្រយោជន៍ក្នុងការប្រើតែយើងប្រើវាធ្វើអីបាទអានេះបងប្អូនមានកបិតណាមុតច្រាំវាម៉ត់កាលណាល្អកាលហ្នឹងបាទបាទឥឡូវនេះយើងបានលបាយប៉ុណ្នេះបាទដើមចេកផងយើងបាទចំនួន5គីឡូបាទគឺចិត្តពេញមួយធុងនេះបន្ទាប់មកទៀតយើងចាក់ស្ករល្ងផងយើងចូលចាយអស់បងប្អូនចាក់វាអស់មកហើយអាសល់នៅក្នុងដបហ្នឹងយើងអាចកលុកយកទៅប្រើទៅអីផ្សេងទៀតបានប៉ុន្តែក្នុងនេះយើងអត់ឲ្យដាក់ទឹកទេណាក្នុងដើមចេកនេះយើងអត់ដាក់ទឹកទេបាទបើយើងដាក់ទឹកវាអត់คล้ายទៅជាមេជីទេបងប្អូនវាទៅជាអីផ្សេងបាទទៅជាជីអីផ្សេងហ្នឹងហើយអានេះសម្រាប់អត្ថប្រយោជន៍ផងវាល្អសម្រាប់យើងយកទៅបាញ់នៅលើត្រួយហើយនឹងផ្កានៅពេលវាคล้ายទៅជាជីវាកើតទៅជាថ្នាំពលូតទៅបងប្អូនបាទហើយឥឡូវយើងដាក់មេតាបែផងយើងចូល
Ôi xuất bà tôi mà thấy dân chụp ball thôi mới sập sạch này không còn rồi chụp ball sập sạch chụp ball thôi mới sập sạch đó bà bông con miên là thông thông chương lý rất là lo bàแต่នេះខ្ញុំមានធំតូចប៉ុណ្ណឹងបាទព្រោះធំធំវាsẽ ជាប់ជីផ្សេងៗហើយបងប្អូនឥឡូវយើងបានច្បាច់វាសពសាច់ហើយយើងផ្អាប់វាទុកបាទយើងក្របវាទុកអានេះយើងក្របទុកដោយកុំឲ្យវាចូលខ្យល់បងប្អូនប៉ុន្តែនេះខ្ញុំអត់បានយកថង់មកតិចទៀតខ្ញុំទៅយកថង់មកបិទវាកុំឲ្យចូលខ្យល់បាទក្របវាចិត្តបងប្អូនមានក្របទេបងប្អូនយកថង់ស្គត់រុំបាទរុំវារុំវាចិត្តណាកុំឲ្យវាចូលខ្យល់ណាហើយយើងកុំចាក់ទឹកវាចូលដោយយើងត្រូវការប្រើទឹកវាបាទទុកផ្អាប់ទុករយៈពេល15ថ្ងៃបងប្អូននៅពេលគ្រប់15ថ្ងៃយើងត្រងយកទឹកវាដោយយើងចាក់វាចូលកណាត់បាទចាក់វាចូលកណាត់ហើយយើងត្រងទឹកវាផងបន្ទាប់មកយើងច្របាច់យកទឹកវាបាទច្របាច់យកទឹកវាហ្នឹងជាប្រភេទទឹកជីថ្នាំបលូតបងប្អូនថ្នាំបលូតដែលពុកម៉ែបងប្អូនធ្លាប់ប្រើជាពិសេសបងប្អូនអ្នកបាញ់ចន្ទីបាទអ្នកបាញ់ចន្ទីក៏ធ្លាប់ទិញថ្នាំខ្លះប្រភេទថ្នាំបលូតដែលវាមានសមាសធាតុជីបបារ៉ាលិកណាមិនដឹងថាខ្ញុំអានខុសឬត្រូវទេបាទជីបបារ៉ាលិកបាទសមាសធាតុពន្លូតដើម្បីឲ្យវាលូតលឿនលូតវែងលូតត្រួយលូតផ្កាណាបងប្អូនអាហ្នឹងក៏បាញ់លើផ្កាវាលូតផ្កាវែងទៅបាញ់លើត្រួយវាលូតត្រួយបាទហើយនៅមានសមាសធាតុច្រើនទៀតដែលបងប្អូនយើងទិញថ្នាំគីមីប្រភេទថ្នាំគីមីហើយប្រភេទថ្នាំបលូតបាទអានេះយើងធ្វើអានេះគឺធ្វើយកទៅបាញ់បលូតផ្កាបលូតត្រួយបាទដោយផ្ដោតសំខាន់ទៅលើផ្កាចន្ទីបាទត្រួយចន្ទីដែលវាពេចផ្កាមកយកទៅបាញ់នៅលើផ្កាវាហ្នឹងឲ្យវាលូតត្រួយបាទលូតបានផ្កាវែងផ្កាច្រើនហ្នឹងហើយបងប្អូនអានេះជាគោលដៅផងយើងហើយយើងក៏អាចយកទៅបាញ់លើដំណាំផ្សេងផងដែរដូចជាតកួនដូចជានិយាយទៅដំណាំសពមុខដែលបងប្អូនត្រូវការវាលូតវែងបាទហើយឲ្យវាលូតវែងហើយវាស្រួយឆ្ងាញ់បងប្អូនធ្វើប្រភេទនេះយកទៅបាញ់បាទជាពិសេសផ្ដោតសំខាន់ទៅលើផ្កាចន្ទីបាទផ្កាចន្ទីសំខាន់បំផុតបាទហើយរបៀបប្រើវិញបងប្អូនប្រើ1លីត្រសម្រាប់ទឹក1000លីត្រណាបងប្អូនបើបងប្អូនដាក់ទឹកតិចកណនីតាមតិចដាក់ទឹកច្រើនកណនីតាមច្រើនទៅតាមនឹងទៅបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតណា1លីត្រដាក់ទឹក1000លីត្រណាបងប្អូនរយៈពេល15ថ្ងៃយើងពូតយកទឹកវានឹងទៅបានប៉ុណ្ណាយកប៉ុណ្ណឹងទៅបាទហើយយើងបាញ់នៅដំណាក់កាលចន្ទីក្តឹបមួយក៏បានដែរបាទក្តឹបមួយយើងបាញ់ឲ្យពង្រីកឲ្យវាផ្កាលូតទៅមុខឲ្យច្រើនទៀតបាទបើនៅដំណាក់កាលចន្ទីចេញក្តឹបច្រើនហើយបងប្អូនកុំបាញ់បាទកុំបាញ់តំណាំអីក៏ដោយនៅពេលដែលចន្ទីមានផ្កាមានក្តឹបមានផ្លែច្រើនហើយកុំបាញ់បាទអាចបាញ់នៅពេលចន្ទីចុងដៃបានបាទចុងដៃចិត្តអស់ហើយសុំជែកណាអានេះយើងអាចដាក់ជាមួយថ្នាំកសិកម្មផ្សេងទៀតបានបាទទៅកាត់បន្ថយចំណាយបងប្អូនទៅទិញថ្នាំបលូតផនគេនោះបាទបងប្អូនធ្លាប់ទិញហើយបាទអ្នកប្រើថ្នាំចន្ទីណាគាត់ស្គាល់ហើយប្រភេទថ្នាំបលូតបាញ់ឲ្យវាលូតវែងប៉ុន្តែបងប្អូនខ្លះគាត់អត់ស្គាល់ទេបាទហើយសមាសធាតុវាមានច្រើនណាថ្នាំគីមីបលូតនោះណាខ្ញុំអត់ស្គាល់ច្បាស់ទេខ្ញុំស្គាល់តែមួយដែរប្រភេទជីបបារ៉ាលិកបាទជីបបារ៉ាលិកណាអានឹងបលូតឲ្យវាវែងឲ្យវាលឿនបាទហើយបងប្អូនមិនបាច់ប្រើទេប្រើនេះជំនួសបានបាទប្រើនេះជំនួសបានហើយទឹកដែលវានៅសល់បាទកាកដែលវានៅសល់ទឹកដែលវានៅសល់នេះមានអត្ថប្រយោជន៍មួយទៀតបងប្អូនយើងអាចយកទាំងទឹកទាំងកាកវានៅពេលដែលយើងប្រើហើយឧទាហរណ៍ថានៅសល់ទឹកនៅសល់កាកវាគឺជាមេជីណាបងប្អូនអានេះគោលដៅសំខាន់បំផុតមួយទៀតហ្នឹងគឺជាមេជីនៅពេលដែលយើងផលិតជីធម្មជាតិយើងអត់មានមេគឺវាអត់កាច់កើតជាជីទេបាទអត់កាច់កើតជាជីទេអញ្ចឹងចាំបាច់សំខាន់យើងត្រូវផលិតមេជីវាជាមុនសិនបាទនេះគឺជាមេជីមួយយ៉ាងដែលជំនួសមេជីផ្សេងទៀតបានបាទដោយយើងយកវាហ្នឹងទាំងកាកទាំងទឹកហ្នឹងយើងត្រាំវារយៈពេល1ខែណាបងប្អូនបាទបន្ទាប់ពីយើងច្របាច់យកទឹកហើយបាទយើង
cô đào phần giống do ta mình lít tê ta đặt tầng mặt quan lít chẳng về sol tức hay nâng sol tầng cạ tiệt chẳng dương đặt áp về vĩnh thì dạ pe mùi khai và mùi khai về nâng khai tới chỉ mê chi nó pe là dương tram chi xem dương vô về từ lia chỉ muối câu chỉ muối chi xem nằm bay phơi chỉ mê về bà mê chi nằm bay về cách ở việc lui ở việc cao tới chỉ chi để dương trong bàn bà để chi thòm chia đó nè chi vẹn thòm chia đấy nó bàនេះជាចំណុចសំខាន់ដែលបងប្អូនធ្វើជីភាគច្រើនគាត់ធ្វើឲ្យជីអត់រលួយបាទឬក៏ស្អ៊ុយបាទធ្វើជីភាគច្រើនណាអត់រលួយឲ្យស្អ៊ុយទៀតបាទស្អ៊ុយមែនតើបាទបងប្អូនត្រូវតែធ្វើមេជីនេះដើម្បីកុំឲ្យវាស្អ៊ុយបាទកាត់បន្ថយស្អ៊ុយហើយឲ្យជីរលួយកើតទៅជាជីបាទតែកាលណាកើតទៅជាជីវាលែងស្អ៊ុយហើយបាទវាទៅជាធំក្លិនផ្សេងវិញបើជីខ្ញុំធ្វើវាឈ្ងុយបាទនេះបងប្អូនអរគុណច្រើនបាទវីដេអូនេះមានប៉ុណ្្នឹងឯងហើយបើបងប្អូនយ៉ាងណាបងប្អូនត្រូវសាកល្បងសិនមុននឹងយកទៅធ្វើតាមទាំងស្រុងឬក៏ជឿទាំងស្រុងបងប្អូនត្រូវសាកល្បងសិនបាទខ្ញុំដល់សំខាន់ឲ្យបងប្អូនយើងសាកល្បងពីតិចទៅបាទហើយនេះខ្ញុំសាកល្បងរួចរាល់ហើយបាទបាទខ្ញុំធ្វើវាកាត់បន្ថយចំណាយបានច្រើនដែរបាទឧទាហរណ៍ថាយើងត្រូវទិញថ្នាំពីផ្សារមកសុទ្ធយើងដាក់ជីធម្មជាតិផុនយើងទៅយើងទិញថ្នាំពីផ្សារមកតែ30% 40% បានហើយនៅសល់ប៉ុន្មានទៀតគឺជីធម្មជាតិយើងបាទកាត់បន្ថយចំណាយបានច្រើនណាបងប្អូនប៉ុន្តែអានេះមិនមែនជាថ្នាំតកៅថ្នាំសម្រាប់សត្វល្អិតទេបងប្អូនត្រូវចាំឲ្យច្បាស់បាទបើយើងបាញ់ថ្នាំនៅលើដំណាំចន្ទទីឬដំណាំណាដែលចាំបាច់សត្វស៊ីបងប្អូនត្រូវតែដាក់ថ្នាំសត្វល្អិតផងបាទព្រោះនេះវាមិនមែនជាថ្នាំសត្វល្អិតទេប៉ុន្តែជាថ្នាំជំនួយវាបលូតវាបរុញឲ្យវារំញោចឲ្យវាទៅលឿនបាទហើយក្នុងមួយរដូវយើងអាចប្រើវាត្រឹមតែ2ទៅ3ដងបានហើយបាទដោយយើងដាក់លាយជាមួយនឹងថ្នាំផ្សេងក៏បានបើសម្រាប់ខ្ញុំអត់ទេបាទសម្រាប់ខ្ញុំបាញ់តែវាសុទ្ធ1លីត្រទឹក1000លីត្រហើយនឹងថ្នាំតកៅថ្នាំមូសតែបាទខ្ញុំដាក់លើចន្ទីបាទបាញ់តែវាសុទ្ធតែម្ដងបាទខ្ញុំបាញ់3ដំណាក់កាលដំណាក់កាលទី1ចាប់ចន្ទីពេជ្របាទទើបតែចេញប្លុកមកណាដែលយើងដល់ខែវាមិនទាន់ផ្កានោះបាទមិនទាន់ផ្កាវាទៅតែចេញត្រួយចេញប្លុកមកគឺបាញ់វាម្ដងនៅពេលដែលវាចាប់ផ្ដើមផ្កាមកផ្កាហើយវានៅសល់វាមិនទាន់ក្តឹបច្រើនវាក្តឹបមួយយើងបាញ់វាម្ដងទៀតហើយនៅចុងដៃយើងបាញ់វាម្ដងទៀតបាទនៅពេលដែលចន្ទីចិត្តអស់ទុំចិត្តអស់យើងបាញ់វាម្ដងទៀតហ្នឹងឯងបងប្អូនអានេះសម្រាប់ខ្ញុំធ្វើនេះគឺយកទៅបាញ់អញ្ចឹងឯងបាទហើយបើបងប្អូនយកទៅបែបណាទៀតអានឹងសាច់ទៅលើបងប្អូនសាកល្បងពិសោធន៍ខ្លួនឯងទៀតចុះបាទអានឹងសូមអរគុណច្រើនបាទបងប្អូនសូមជម្រាបលាបាទមានមតិយោបល់បែបណាសូមខមមិននៅក្រោមវីដេអូនឹងទាំងអស់គ្នាបាទសូមអរគុណច្រើន